Ok សួស្តីអ្នកទាំងអស់គ្នានេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបក្នុងការបង្កើត account OnePlus account ដាក់នៅលើទូរស័ព្ទដៃប្រភេទ OnePlus អញ្ចឹងវាអត់លំបាកទេអ្នកទាំងអស់គ្នាអាចទៅមើលហើយធ្វើជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងដំបូងអ្នកទាំងអស់គ្នាចូលទៅក្នុង setting មកចឹងនៅក្នុង setting គឺវានឹងបង្ហាញអ្នកទាំងអស់គ្នាត្រង់កន្លែង log into account នៅក្នុង iPhone ក៏មាននៅក្នុង Samsung ក៏មានដែរកន្លែង account ហ្នឹងចឹងនៅក្នុង OnePlus ក៏ដូចគ្នាដែរអ្នកទាំងអស់គ្នាត្រូវការបង្កើតដើម្បីបាន account នេះគឺដើម្បីគ្រប់គ្រងជាមួយនឹង device របស់យើងទាំងមូលហ្នឹងជាងចុចចូលត្រង់កន្លែង login ហើយយកត្រង់កន្លែង agree and continue អូខេចឹងកន្លែងនេះបើយើង sign in ជាមួយនឹងGoogle account អ្នកទាំងអស់គ្នាត្រូវតែមាននៅ Gmail មួយសិនណា account Gmail មួយសិនដើម្បីបង្កើតត្រង់កន្លែង OnePlus account នេះបានអញ្ចឹងយើងទៅបង្កើត account Gmail មួយសិនមកបើអត់ចេះទេចាំខ្ញុំបង្ហាញអ្នកទាំងអស់គ្នាវីដេអូមួយទៀតមើលនៅក្នុង description ទៅខ្ញុំបង្ហាញអ្នកទាំងអស់គ្នាវីដេអូមួយផ្សេងទៀតអូខេឥឡូវខ្ញុំជួយ allow វាមកនៅក្នុងនេះគឺខ្ញុំបានដាក់ Gmail ចូលនៅក្នុងទូរស័ព្ទហ្នឹងដល់2អញ្ចឹងវាបង្ហាញ2ហ្នឹងហើយបើអ្នកទាំងអស់គ្នាអត់ទាន់មានទេយើងចុច add ខាងក្រោមនេះមកតែឥឡូវខ្ញុំមានហើយអញ្ចឹងខ្ញុំសូមជ្រើសរើសយក account មួយដើម្បីធ្វើការបង្កើតជាមួយនឹង OnePlus account អូខេអញ្ចឹងបន្តមកទៀតអ្នកទាំងអស់គ្នាយើងចុច next ខាងក្រោមនេះមកហើយត្រង់កន្លែងនេះ security verification អ្នកទាំងអស់គ្នាគ្រាន់តែអូសអារង្វង់នឹងចូលចំណុចតាមចំណុចវាបង្ហាញមករួចរាល់ហើយប៉ុណ្ណឹងអត់បាក់ទេហើយអញ្ចឹងយើងចាំ template អូខេចូលមកដល់ចំណុចនេះត្រង់កន្លែង country and region អ្នកទាំងអស់គ្នាត្រូវជ្រើសរើសនៅកម្ពុជាបើយើងនៅកម្ពុជាយើងដាក់កម្ពុជាទៅអ្នកទាំងអស់គ្នាបើសិនពីពិបាកស្វែងរកយើងអាចsearch ខាងលើបូក855មកគឺវានឹងបង្ហាញបូក855មានន័យថាក្បាលលេខកូដប្រទេសរបស់យើងហ្នឹងហើយតែអ្នកទាំងអស់គ្នាមិនចុចក៏បានដោយសារតែវា select កម្ពុជាយើងហើយតាបន្តមកទៀតខាងក្រោមនេះត្រង់កន្លែង birthday អ្នកទាំងអស់គ្នាមកកន្លែងហ្នឹងយើងដាក់ថ្ងៃខែឆ្នាំកំណើតរបស់យើងមកយើងកើតថ្ងៃទីម៉ានខែម៉ានឆ្នាំណាយើងដាក់ចូលមកណាបាទចង់ដាក់ពិតក៏បានមិនពិតក៏បានតែសំខាន់ឲ្យបានលើ18ឆ្នាំណាអូខេបន្តមកយើងមើល next ខាងក្រោមយើងចុចវាមួយមកកន្លែងនេះវាយដាក់ password កន្លែងលេខកូដសម្ងាត់របស់ OnePlus account មិនមែនលេខកូដសម្ងាត់ Gmail របស់យើងទេណាអញ្ចឹងយើងដាក់លេខកូដចូលមកអ្នកទាំងអស់នេះខ្ញុំ recommend ឲ្យប្រើអក្សរតូចអក្សរធំអក្សរធំអក្សរតូចហើយនឹងលេខចូលមកឥឡូវមិនអាក្រោមឲ្យដាក់ដូចគ្នាអញ្ចឹងមកហើយយើង save វាមួយអូខេយើងបន្តដំណើរទៅមុខទៀតអញ្ចឹង account create បានន័យថាយើងបង្កើត account រួចរាល់ហើយក៏ប៉ុន្តែ account មួយនេះគឺវាអត់ទាន់ពេញលេញនៅឡើយទេអ្នកទាំងអស់គ្នាត្រូវតែចូលទៅកាន់ account information មកតង់ទៀតអូខេយើងចូលមកកន្លែង color profile ខ្ញុំសុំឡងមួយខ្ញុំសុំចូលកាត់មកត្រង់កន្លែង name ហ្មងកន្លែងហ្នឹងគឺយើងដាក់ឈ្មោះមកយើងដាក់ចង់ដាក់ឈ្មោះអីក៏បានកន្លែងហ្នឹងតាមចិត្តយើងចុះឥឡូវខ្ញុំឧទាហរណ៍ខ្ញុំសុំដាក់ឈ្មោះរបស់ខ្ញុំហ្នឹងទៅហើយឥឡូវក៏ដាក់ខាងក្រោមហ្នឹង family name ខាងក្រោមក៏ដាក់ដូចគ្នាដែរអត់ដាក់បានទេកន្លែងហ្នឹងរួចរាល់អ្នកទាំងអស់នេះ save វាមួយមកហើយបន្តមកទៀតត្រង់កន្លែង gender អ្នកកន្លែងហ្នឹងអ្នកទាំងអស់នេះឥឡូវប្រុសខាងក្រោមស្រីបាទយើង select យកមកហើយបន្តមកទៀតត្រង់កន្លែង phone number យើង add បន្ថែមលេខទូរស័ព្ទរបស់យើងចូលមកចុច add phone number ឡើយនេះអូខេកន្លែងនេះវាយើងដាក់ password ចូល password របស់OnePlus account របស់យើងដែលយើងបានបង្កើតបាញ់មិញហ្នឹងមានអីខ្លះយើងដាក់ចូលមកហើយកន្លែងហ្នឹងអ្នកទាំងអស់នេះត្រូវធ្វើឲ្យលឿនណារួចហើយអ្នកទាំងអស់នេះចុច verify ខាងក្រោមនេះមករួចរាល់យើងចូលមកដល់កន្លែងនេះគឺវាយើងដាក់លេខទូរស័ព្ទចូលមកហើយអ្នកទាំងអស់នេះដាក់លេខទូរស័ព្ទដែលយើងកំពុងតែប្រើប្រាស់ដាក់លេខទូរស័ព្ទនេះចូលមកអ្នកទាំងអស់នេះបំពេញឲ្យដូចខ្ញុំអញ្ចឹងណាដាក់លេខបូក855អញ្ចឹងហើយយើងមិនបាច់ select ទៀតទេហើយយើងចុច get code មួយហើយយើងធ្វើកន្លែងត្រង់ security នេះមួយប៉ុណ្ណឹងបានហើយវាកំពុងតែផ្ញើលេខកូដរបស់យើងហើយមកឲ្យយើងហើយអញ្ចឹងអ្នកទាំងអស់នេះទៅមើលនៅក្នុង SMS របស់យើងមកក្នុងទូរស័ព្ទដៃវាផ្ញើទៅកាន់លេខទូរស័ព្ទដៃមួយហ្នឹងអូខេឥឡូវវាផ្ញើមកលេខកូដហ្នឹងខ្ញុំសូមយកលេខកូដហ្នឹងយកទៅបំពេញនៅក្នុង cloud verify ហ្នឹងអូខេ link វាមួយអញ្ចឹងរួចជាការស្រេចចេញគ្រីសអញ្ចឹងអូខេហើយយើងចុចដាន់មួយខាងក្រោមនេះអូខេឥឡូវយើងបាន add លេខទូរស័ព្ទចូលមួយហើយអញ្ចឹងមួយទៀតយើងត្រូវ add Gmail មួយទៀតបាទយើង add recovery email មួយទៀតទៅបើសិនជាយើងមានបញ្ហា email មួយយើងសល់ email មួយទៀតដើម្បីដោះស្រាយអូខេអញ្ចឹងយើងធ្វើដដែលយើងវាយលេខកូដសម្ងាត់របស់ OnePlus ដែលយើងបានបង្កើតមិញហ្នឹងលេខកូដសម្ងាត់របស់ account OnePlus យើងដាក់ចូលមកបាទយើងអាចចូលទៅ add email បន្ថែមទៀតបាន
ok chẳng khả lớn đi ném những đã mua những ai mua phim mùi máu chơi xây tới đã mua mấy các bạn xe trà so đã cho máu là những ưu tiên khó nhầm đã mua bao nhầm trâu lên tới ok đặtแบบนี้và đăng bàn ấy khả cao nick cứ chỉ là những add email trâu này chẳng xoay rồi gmail na mùi bao giờ máu gmail mùi tiết á pi gmail hay này có em mình trong add có ở đây là lại nè tại nhóm miến bà xin những add tới có vì lò vì đặt tài lò chẳng nè lấy những add trâu này và nó tới bàn này bà tập bắn tới bàn ok chẳng bạn cứ sự tập hiệp của hồi này có này account mình ít và cái hơi chẳng dương chọn chăm phóng tại bảo chọn chăm có đấy đây bây giờ mình vừa rồi phải bây giờ add lấy từ sập phong dừng lên add email và thay mới tiếp phong chẳng ở bàn hà bà xin dừng click email hay lấy ní dương ai đặt rút hiệp bao dương bán này tại nhỏ tôi mình rút hiệp thì từ sập mấy chẳng ở mình rút hiệp trong nhóm thông ưu tiên họ và hai này có này chẳng sẽ lệch nhà cái này vừa tạo nhau máu và mình rút hiệp thế nhưng đã rút hiệp tên cho máu chẳng cái nàyคือวิ่งđầu rút vậy cái nhá này đầu rút và ok chẳng bạn đang reroll này nên có thể ai sẵn là bóng phớ và sân chỉ miền Pành hai để dùng ngọc lên xế ai chắc các bạn xuyên nhôm và tham gia video này bàn những chút video coi tiệt bye bye